ណាថ្វាយបង្គំបងគ្រប់ព្រះអង្គហើយជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឃើញមានរឿងរ៉ាវស្រុកយើងតាក់ទងទៅនឹងអឺប្រសង់ណាពុទ្ធសាសនាណាតាក់ទងទៅនឹងអីទីចង់បង្កើតជំនុំត្រៃបិដកដើម្បីកែប្រែគម្ពីរពុទ្ធសាសនាឬសូចង់សើចណាប្រសង់យើងសប្ថ្ងៃធនធានប្រសង់យើងនឹងខ្លាំងប៉ុណ្ណាហើយយើងមើលបេក្ខភាពដែលចង់ត្រៀមខ្លួនធ្វើជំនុំបត្រៃបិដកហ្នឹងណាដាក់ឈ្មោះមកហងអង្គណាខ្លះរៀនចប់ស្អីមកសេសភោបានប៉ុន្មានក្បាលហើយមានស្នាដៃស្នាប្រហោះអីខ្លះតាក់ទងទៅនឹងពុទ្ធសាសនាហ្នឹងក្រៅពីការស្គាល់សាងវត្តក្រៅពីការឃោសនាញាតិញោមនៃអាយទេសនាលេចកើតពេញពុកនៃអាយដើម្បីធ្វើវត្តធ្វើវាបានផលប្រយោជន៍ខ្លះនៅក្នុងហ្នឹងសាងពុទ្ធសាសនាខ្លះគឺបានអីមានអីជាដុំកំពួនក្នុងការប្រើគូក្បាលក្នុងការប្រើគំនិតក្នុងការប្រើទស្សនៈក្នុងនាមជាអ្នកប្រាជ្ញដើម្បីពង្រឹងពុទ្ធសាសនាហ្នឹងយើងមើលទៅហើយអង្គណាខ្លះបេក្ខភាពជាអ្នកសំណើដើម្បីកែប្រែបត្រៃបិដកហ្នឹងគម្ពីរពុទ្ធសាសនាហ្នឹងហើយយើងប្រៀបធៀបអ្នកប្រាជ្ញសម័យមុនមើលទៅធ្វើអីខ្លះប្រសងយើងសពថ្ងៃនេះណាយើងគេរុញឡើងដល់ជញ្ជាំងហ្នឹងសំបីសិទ្ធិសេរីភាពរបស់ខ្លួនឯងមួយចំនួនហ្នឹងគេបិទទាំងអស់ទេសនានិយាយមួយចំនួននិយាយមិនត្រូវរឿងគេខលទូរស័ព្ទទៅស្ដីឲ្យដល់គាត់ណាអង្គណាខ្លះដែលមិនធ្លាប់គេសន្លត់តាមទូរស័ព្ទហើយនឹងទៅជួបផ្ទាល់លត់នៅគាត់អ្នកល្បីមកអង្គណាខ្លះដែលគេឲ្យតំណែងហើយនឹងពោទ្រួគេយើងមើលមានប្រហែល100អង្គគឺជាគណៈដែលថ្នាក់អញ្ចឹងហើយយើងគិតមើលសិនទៅហើយចាំគិតរឿងកែប្រែបត្រៃបិដកក្នុងគម្ពីរពុទ្ធសាសនាព្រោះខ្ញុំក្នុងសង្គមនឹងច្រើនឆ្នាំដែរតែខ្ញុំមិនសូវនិយាយរឿងប្រសង់ទេព្រោះយើងដឹងរឿងច្រើនគួរសមដែរប៉ុន្តែយើងដឹងថានឹងជាចំណុចខ្សោយខ្វះខាតពេលតែមានប៉ុន្តែកន្លែងខ្លះវាហួសហេតុពេករឿងដែលត្រូវធ្វើច្រើនយើងអត់នាំគ្នាធ្វើយើងទៅសំណើធ្វើតែរឿងអត់ប្រយោជន៍ដើម្បីមុខមាត់ដើម្បីឋានៈបុណ្យស័ក្តិវាទៅជាប្រសង់ហ្នឹងតែគេធ្លាប់គិតថាអ្នកដែលលះបង់ខ្ពស់បំផុតដែលអត់មានប្រពន្ធមានកូនអត់គិតរឿងទ្រព្យសម្បត្តិអត់គិតរឿងយុសាយហ្នឹងធ្វើការជូនសង្គមជាតិវាទៅជាអ្នកហ្នឹងប្រាថ្នាច្រើនជាងកុហកទៀតសម័យហ្នឹងយើងមើលឃើញទៅច្រើនចង់ប្រាថ្នាច្រើនជាងណាជាប់ជំពាក់រឿងឡានរឿងរបស់របររឿងកត់រឿងផ្ទះសម្បែងទៅណាមិនរួចជាងកុហកហើយចង់កែប្រែបិដកជាពិសេសគឺមេធំមួយចំនួនយើងមើលសង្គមយើងឲ្យស្គាល់ហើយទៅមើលទៅណាតាមវត្តតាមវាតាមកន្លែងព្រះអង្គពិចារណាខ្លួនឯងមើលនៅក្នុងហ្នឹងទៅតែដល់មួយទៅយើងគេសិទ្ធិសេរីភាពមួយចំនួនណាសូម្បីតែសិទ្ធិគេតាំងគេបខំឲ្យធ្វើអត្តញ្ញាណប័ណ្ណរបស់បកផ្លាកាន់នេះកាន់នោះហ្នឹងគេទៅសម្លុតហ្នឹងហ៊ានតវ៉ាគេទេអត់ទាំងហ៊ានក្អកផងណាសម័យមុនហ៊ានខ្លះសម័យនេះគេភូសឡើងដាក់ឡើងដល់ជញ្ជាំងហើយយើងអត់មានផ្លូវរត់មកវិញបើឆ្កែភូសដល់ជញ្ជាំងអាចត្រឡប់មកខំវិញយើងសម័យអត់ហ៊ានមុនណាគេរុញដល់ជញ្ជាំងនៅដេកនឹងជាប់ជញ្ជាំងណាហើយចង់ធ្វើអីផ្សេងហើយនោះយើងមានរឿងច្រើនត្រូវធ្វើគួរធ្វើត្រូវធ្វើមិនគួរធ្វើទេយើងអត់នាំនេះធ្វើយើងទៅធ្វើរឿងដែលវាអត់សូវបានការហើយដើម្បីមុខមាត់បន្តិចបន្តួចដើម្បីផលប្រយោជន៍លៀបសការៈខ្លះនៅក្នុងហ្នឹងអាហ្នឹងក៏មិនដឹងមិនដែរមាននេតិការងារខ្ញុំនេះបើគាត់ថាខ្ញុំបញ្ចេញយោបល់តាមការយល់ឃើញរបស់ខ្ញុំហើយបើនរណាយល់ឃើញមិនអាហ្នឹងរឿងគេខ្ញុំក្នុងនាមខ្មែរក្នុងនាមពុទ្ធសាសនិកមួយរូបក្នុងនាមអ្នកធ្លាប់សិក្សាពុទ្ធសាសនាមួយចំនួនធំដែរយល់ឃើញថាអញ្ចឹងហើយលើសូចចង់សើចព្រោះខ្ញុំដឹងធនធានប្រសងស្គាល់ប្រសងច្រើនដែរមេធំស្គាល់មិនខ្លាំងទេតាំងពីរៀន basic ពីដើមមកអត់ខ្លាំងទេមានខ្លាំងតែមិនច្រើនទេណាអ្នកដែលខ្លាំងហ្នឹងអត់បានធ្វើអីទៀតអ្នកដែលមានតំណែងនីតិធំដុំគឺអត់ខ្លាំងមកតែអញ្ចឹងអរគុណបងណាហ្វាយអង្គហើយសូមអរគុណបងប្អូនយើងអរគ្នាហើយបើមាន comment អីអញ្ជើញមុនតាមនឹងមកចាំតបតាមគាត់